មើលទៅដូចជាខុសគ្នាណាស់ដែរតែសួរមួយអ្នកណាស្រួលជាងអ្នកណាសប្បាយជាងចាំស្ដាប់ទាំងអស់គ្នាខ្ញុំជាឆ្កែក្រុងរស់នៅផ្ទះធំបាយសាច់ទាំងដុំម្ចាស់ដាក់ឲ្យខ្ញុំព្រឹកមានសាច់មាល់ល្ងាចមានសាច់គោអាហារបបួឆ្ងាញ់រាល់តែថ្ងៃដេកលើពុកទុនក្រោមម៉ាស៊ីនត្រជាក់ពេលទៅខាងក្រៅជិះឡានទំនើបម្ចាស់ថតខ្ញុំឲ្យ post Facebook រាល់ថ្ងៃមើលទៅជីវិតខ្ញុំពិតជាលយមែនតែមានរឿងមួយខ្ញុំមិនចង់ថ្លែងពេលចង់ដើរលេងទាល់ម្ចាស់នាំដើរចង់រត់តាមភ្លឺជាប់ខ្សែបនដើរចង់ប្រូខ្លាំងក៏គេប្រាប់ថាស្ងាត់សាច់ហូបឆ្ងាញ់តែមិនដឹងធ្វើអ្វីទូកទុនស្រួលតែចិត្តមិនមានសេរីមានផ្ទះធំតែដូចជាប់ក្នុងទ្រុងតែជីវិតនេះសប្បាយដែររេឆ្កែក្រុងមានសាច់ឆៃតែជាប់ប្រវាក់ឆ្កែស្រែបាយមិនឆ្អឹងតែរូបមានស្រែឆ្កែក្រុងផ្ទះធំតែគ្មានសិទ្ធិសេរីឆ្កែស្រែដេកដីតែចិត្តសប្បាយទោះមិនសូវហូបឆ្ងាញ់តែរស់រីករាយរស់ដោយមានសេរីក៏ក្តីសុខហើយបានហូបឆ្ងាញ់តែចាញ់សេរីភាពខ្ញុំជាឆ្កែស្រែរស់ក្បែរតាមថ្នោតប្រាក់រត់លោតផ្លោតលេងពេញវាលស្រែបាយសិលពីដូចមានឆ្អឹងតិចដែរតែម្ចាស់រាក់តាតែមិនដែលបោះបង់តែថ្ងៃរះឡើងខ្ញុំរត់តាមឃើញញីរົບទៅសំដៅមកតាមខ្ញុំរមមុខរងក្រោយមិនអើយខ្ញុំខិនពើប្រលើអស់តំឡាំងហើយគ្មានពុកទុនធន់គ្មានម៉ាស៊ីនត្រជាក់គ្មានឡានជិះលេងគ្មានអាហារប្លែកតែមានមេឃធន់មានខ្យល់លំភើយចង់ទៅទីណាទៅបានតាមចិត្តបាយមានតិចតែចិត្តមិនខ្វល់ជើមានសេរីដើរទៅដាក៏បានលប់ឡើងដេកក្របលឺត្រះចាំមិនសេចក្តីសុខខ្ញុំមិនចាំបាច់ទិញឆ្កែក្រុងមានសាច់ក្រុងតែជប់ច្របាច់ឆ្កែស្រែបាយតិចតែរត់ទិញស្រែឆ្កែក្រុងផ្ទះធំតែគ្មានសិទ្ធិសេរីឆ្កែស្រែដេកដីតែជប់សប្បាយទូមិនសូវហូបឆ្ងាញ់តែរស់រីករាយរស់ដោយមានសេរីក៏ក្តីសុខហើយក្រុមថាខ្ញុំទិញ